ប្រាំម៉ូតូយូរហើយតែអត់ដឹងពីរបៀបក្នុងការសេរីភ្លើងមុខអញ្ចឹងខ្ញុំនឹងមកបង្ហាញពីរបៀបការសេរីភ្លើងមុខជាគៀងរបស់ម៉ូតូស្គូពីអញ្ចឹងជាដំបូងមកយើងរកទូលវិសមកដើមអញ្ចឹងទូលវិសរបស់យើងគឺមាននៅខាងក្រោមកែបយើងអាចយកប្រើប្រាស់បានវាខ្លីបន្តិចមែនប៉ុន្តែយើងអាចប្រើប្រាស់បានអញ្ចឹងយើងត្រូវការទូលវិសមកដើមហើយយើងធ្វើការចុចជាមួយនឹងកន្លែងប្រអប់ដាក់សម្ភារៈដូចជាកន្លែងចូលទូរស័ព្ទនេះយើងការចុចបើកមកបាទអញ្ចឹងយើងនេះគឺមានកលឹះមួយកន្លែងនេះបាទឆ្នុកនឹងមួយយើងធ្វើការដកឆ្នុកចេញមកហើយយើងនឹងឃើញកន្លែងសេរីភ្លើងរបស់យើងអីអញ្ចឹងយើងបើកសោបាទយើងមើលទៅខាងមុខតមកទៀតយើងយកទូរវិសរបស់យើងបាទយើងយកធ្វើការដាក់ចូលសេរីទៅយើងមានក្បាលទូរវិសមួយនៅខាងក្នុងហ្នឹងណាបាទយើងធ្វើការដាក់សេរីវាហើយពេលយើងមូលមកខាងស្ដាំគឺភ្លើងគឺចុះក្រោបបាទបងប្អូនអាចមើលបានហើយពេលយើងមូលមកខាងឆ្វេងបាទគឺភ្លើងរបស់យើងគឺឡើងលើបាទអញ្ចឹងវិធីងាយៗសម្រាប់បងប្អូនយើងដែលប្រើប្រាស់ម៉ូតូស្គូពីឬក៏ម៉ូដែលផ្សេងៗអាចចូលខមមិនខ្ញុំធ្វើវីដេអូបន្តទៀតបាទអញ្ចឹងយើងមានទូរវិសម្ដេចយើងអាចសេរីបានហើយអញ្ចឹងនេះមានការសេរីបងប្អូនយើងអាចសេរីខ្លួនឯងបាននេះចិត្តកន្លែងយើងចូលទូរស័ព្ទយើងឆ្កឹះប្រមុខខ្មៅកន្លែងនោះមួយមកយើងឃើញមានរុនសម្រាប់យើងសេរី